ចាសួស្តីថ្ងៃនេះមកជួបនាងខ្ញុំជាមួយនឹងរឿងស្នេហាទៀតហើយបងប្អូនចូលរួមស្ដាប់កំសាន្តហើយកុំភ្លេចជួយចុច Subscribe admin ម្នាក់មួយផងរឿងស្នេហាជាងសំណងនិងម្ចាស់ផ្ទះនាងលីណាគឺជាស្ត្រីមេម៉ាយដ៏ស្រស់ស្អាតនិងមានទ្រព្យស្ទុកស្តម្ភម្នាក់ផ្ទះវីឡាដ៏ធំស្កឹមស្កាយរបស់នាងមានបញ្ហាបាក់បែកផ្ទៃខ្លះដោយសារអាយុកាលទើបនាងសម្រេចចិត្តជួលជាងមកជួសជុលធំនៅព្រឹកមួយពន្លឺព្រះអាទិត្យចែងចាំងបានចាំងត្រូវរៀងខ្ពស់ស្រឡះរបស់ជាងម្នាក់ឈ្មោះរិទ្ធដែលកំពុងចុះពីលើឡានដឹកសម្ភារៈសំណង់រិទ្ធជាបុរសវ័យកណ្ដាលសម្បរស្រអែមស្រស់សាច់ដុំធំធំរឹងមាំដោយសារការងារសំណង់ហើយមុខមាត់របស់គេក៏សង្ហាមានមុនស្នេហ៍គួរឲ្យទាក់ទាញផងដែរលីណាបានដើរចេញមុខទទួលស្វាគមន៍គេនាងស្លៀកឈុតរ៉ូបសូត្រស្ដាងដែលបញ្ចេញរាងដ៏ស្រលូនរបស់នាងសួស្តីលោកជាងខ្ញុំលីណាជាម្ចាស់ផ្ទះនាងញញឹមស្រស់បាទអ្នកនាងលីណាខ្ញុំរិទ្ធជាជាងសំណង់ដែលក្រុមហ៊ុនបានបញ្ជូនមករិទ្ធឆ្លើយតបដោយសំឡេងទាបក្រអួនហាក់បីដូចជាទប់អារម្មណ៍អ្វីមួយយ៉ាងរាល់ថ្ងៃរិទ្ធបានចំណាយពេលយូរជាមួយលីណាដើម្បីពិភាក្សាអំពីគម្រោងជួសជុលផ្ទះពេលខ្លះរិទ្ធកំពុងធ្វើការលីណានាងតែងតែចេញមកសួរសុខទុក្ខទឹកមុខយកចិត្តទុកដាក់របស់នាងធ្វើឲ្យរិទ្ធមានអារម្មណ៍ប្លែកចំណែកលីណាក៏ចាប់អារម្មណ៍នឹងកម្លាំងកាយរបស់រិទ្ធដែលតែងតែប្រឹងប្រែងធ្វើការងារដោយភាពស្វាហាប់រូបភាពរបស់រិទ្ធពេលដែលគេលើកសម្ភារៈធ្ងន់ពេលដែលគេឈរក្រោមពន្លឺថ្ងៃញើសចូលខ្លួនវារឹតតែដកជាប់ក្នុងអារម្មណ៍នាងបានដឹងថារិទ្ធជាបុរសដែលពោពេញដោយការទទួលខុសត្រូវនិងមានចិត្តទន់ភ្លន់ព្រោះគេតែងតែប្រយ័ត្នប្រយែងមិនចង់ឲ្យមានធូលីឬភាពរញ៉េរញ៉ៃនៅក្នុងផ្ទះរបស់នាងថ្ងៃមួយរិទ្ធបានឡើងជួសជុលដំបូលដែលលិចទឹកពេលចុះមកជើងរបស់ដែលសើមទឹកក៏រអិលជើងលីដាណាដែលឈរមើលពីក្រោមបានស្ទុះទៅទប់តែចៃដន្យជ្រុលខ្លួនទៅប៉ះនឹងខ្លួនរិទ្ធភាពជិតស្និទ្ធដោយចៃដន្យនេះបានធ្វើឲ្យបេះដូងរបស់ពួកគេទាំងពីរលោតខុសចង្វាក់ខ្លួនដ៏រឹងមាំរបស់រិទ្ធបានប៉ះនឹងស្បែកដ៏ទន់ល្មួយរបស់លីណាពួកគេសម្លឹងមើលគ្នាទៅវិញទៅមកដោយមិនដឹងខ្លួនរហូតដល់រិទ្ធជាអ្នកស្ទះដកខ្លួនមុនអរគុណអ្នកនាងខ្ញុំមិនអីទេសំឡេងរបស់រិទ្ធស្អកបន្តិចគុំទ្វារប្រហែលពេកឡាយលោកជាងលីណាខ្សឹបតិចពេលយប់រិទ្ធត្រូវស្នាក់នៅផ្ទះរបស់លីណាដើម្បីបន្តការងារខ្លះដែលត្រូវបញ្ចប់បន្ទាន់ពួកគេបានអង្គុយពិសាកាហ្វេជាមួយគ្នានៅក្នុងផ្ទះបាយរិទ្ធបាននិយាយអំពីជីវិតលំបាកលំបិនរបស់ខ្លួនដែលត្រូវប្រឹងប្រែងរកលុយចិញ្ចឹមគ្រួសារលីណាក៏បានរៀបរាប់អំពីភាពឯកកោនិងនាមជាស្ត្រីមេម៉ាយបាត់បង់ស្វាមីជាច្រើនឆ្នាំនៅម្នាក់ឯងមើលគ្រប់គ្រងទ្រព្យទាំងរោគងាយកាត់ភាពខុសគ្នានៃជីវិតរស់នៅហាក់បីដូចជាមិនមែនជារំបាំងរារាំងពួកគេនោះទេតែបែរជាធ្វើឲ្យពួកគេកាន់តែយល់ចិត្តគ្នាកាន់តែខ្លាំងនៅពេលយប់ជ្រៅក្រោយពីនិយាយគ្នាលេងអស់មួយសន្ទុះលីណាបានជូនរិទ្ធទៅបន្ទប់សម្រាប់របស់គេមុននឹងដើរចេញលីណាបានបែរមករកគេហើយសម្លឹងមើលមុខគេយ៉ាងជិតខ្ញុំនឹងឯកកោណាស់រិទ្ធលីណានិយាយទាំងសម្លេងខ្សឹបខ្សួរខ្ញុំក៏ដូចគ្នាដែរលីណារិទ្ធឆ្លើយតបដោយក្តីអាណិតលាយឡំនឹងអារម្មណ៍ប្រាថ្នាដែលកំពុងពុះកញ្ច្រោលភ្លាមពួកគេក៏ទាញគ្នាចូលទៅជិតដោយមិនអាចទប់ទល់នឹងអារម្មណ៍ស្នេហាដែលបង្កប់យូរមកហើយនោះបានបបររបស់ពួកគេបានប៉ះគ្នាដោយភាពទន់ភ្លន់ប៉ុន្តែមិនយូរប៉ុន្មានក៏បានប្រែក្លាយជាការថើបដ៏ក្តៅគគុកដែលពោពេញទៅដោយចំណង់រិទ្ធបានលើកបីលីណាក្នុងដៃយ៉ាងថ្នាក់ថ្នមដើរចូលទៅក្នុងបន្ទប់ដៃដ៏រឹងមាំរបស់ជាងបានដោះរ៉ូបសូត្រស្ដាងរបស់លីណាចេញយ៉ាងរហ័សពន្លឺដ៏ស្រទន់នៃចង្គៀងបន្ទប់បានជះទៅលើរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេពេលនោះរិទ្ធីបានបបោសអង្អែលលីណាថោកបឺតជញ្ជួរពីលើដល់ក្រោមធ្វើឲ្យអ្នកមេម៉ាយខានយូរឆ្នាំស្រែបសៀលពូកញ្ច្រោលដោយអន្ទង់ត្រូវទឹកក្តៅនាងធ្ងរហឹសពោលថាអូនមានអារម្មណ៍កក់ក្តៅណាស់អូនស្រួលណាស់បានបងមកនៅជិតបំពេញបំណងអូនពិតជាត្រូវការបែបនេះរិទ្ធីលឺហើយកាន់តែមានកម្លាំងដូចយ៉ាក់អូនតូចក៏คล้ายជាដំបងទីបដធំចាប់ផ្ដើមធ្វើឲ្យបរិយយើងទ្រាំមិនបានវាយលុករងនារបស់ម្ចាស់ផ្ទះដ៏ស្រកសោផានាងមេម៉ាយខាន់យូរឆ្នាំជុំមាត់មកជួបរបស់ពិតនាងធ្ងរកាន់តែខ្លាំងបរិយយើងប្រៅកម្លាំងទ្វេគុណវាយឡើងរយៈជាង20នាទីពួកគេបានទៅដល់ឋានសួគ៌រៀងខ្លួនក៏កេងអបកញើឃ្លោបពេញមួយរាត្រី
គេកេងសួរបានប៉ុន្មានទេដោយសារតែស្រីស្រស់ម្ចាស់ផ្ទះមិនទួនសហគរប៉កបលចិត្តនាងទាយអាអូនតូចរបស់រិទ្ធីកាន់យ៉ាងដៃលេងផងបឺតផងបបោអង្អែលបឺតលិតរាងកាយដ៏រឹងមាំរបស់រិទ្ធីពីលើដល់ក្រោមអេរិទ្ធីវិញក៏មិនអោយចាញ់លីណាដែរពួកគេបដូរក្បាច់គ្រប់ម៉ូដតាមការចង់របស់ពួកគេយ៉ាងមានក្តីសុខបំផុតចាប់ពីពេលនោះមកម្ចាស់ផ្ទះដ៏ស្រស់សោភានិងជាងសំណង់ដ៏រឹងមាំបាខ្លាយជាមនុស្សតែមួយពួកគេតែងតែការថើបអោបពិនកាក់ពីសេចក្តីប្រាថ្នាដ៏ជ្រាលជ្រៅដែលពួកគេមានចំពោះគ្នាទៅវិញទៅមកសេចក្តីស្រឡាញ់ដែលស្ថិតស្ថេរក្រោយពីយប់ដ៏ផែមល្ហែមនោះមកទំនាក់ទំនងរបស់ពួកគេមិនបានបញ្ចប់ត្រឹមការងារនោះទេតែបែរជាបន្តទៅមុខដោយក្តីស្រឡាញ់និងការយល់ចិត្តគ្នា